ពលរដ្ឋខ្មែររាប់ពាន់នាក់កំពុងសម្រុកមកស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹងនេះគណៈពិធីបុណ្យចូលឆ្នាំខិតចូលមកដល់នាពេលខាងមុខនេះបុណ្យទាមានជ័យនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2024ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃឯកឧត្តមស្នេហ៍តូពេញវណ្ណានាយករងទីចាត់ការងារព្រំដែនអគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបានដឹកនាំកម្លាំងចំនួន12នាក់ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធដើម្បីជួយសម្រួលដល់ពលករខ្មែរត្រឡប់ចូលមកប្រទេសវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកឧត្តមស្នេហ៍តូពេញវណ្ណានិងកម្លាំងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានចុះពិនិត្យសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញចូលសម្រាប់បងប្អូនពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើតអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតដល់ខាងមុខនេះក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួយសម្រួលឲ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយលើកលែងតម្លៃសេវាលិខិតឆ្លងដែនលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេសនិងមានទិដ្ឋាការងារដែលមានសុពលភាពក្រោយថ្ងៃទី15ខែឧសភាឆ្នាំ2024ជាមួយការសម្របសម្រួលនេះក្រុមការងារបានផ្ដល់ជាកន្សែងមួយនំប៉័ងមួយដើមនិងទឹកសុទ្ធមួយដបជូនដល់ពលករឆ្លងដែនក្នុងថ្ងៃទី2នេះដែលគិតត្រឹមម៉ោង 12:00 នាទីមានបងប្អូនចូលមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រមាណជាង 1000 នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះបើតាមឲ្យដឹងពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថាខុសប្លែកពីរាល់ឆ្នាំដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃវិលត្រឡប់ចូលមកស្រុកកំណើតនៅដើមខែបែបនេះព្រោះជារៀងរាល់ឆ្នាំតតែគៀកថ្ងៃចូលឆ្នាំទើបសម្រុកមកតែឆ្នាំនេះខុសពីឆ្នាំរាល់ដង